ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពនៅក្នុងថ្ងៃនេះសូមជូនព័ត៌មានប្រចាំថ្ងៃក្រោយបាត់ឈប់បាញ់មានពលរដ្ឋភៀសសឹកជាង 1.6 នាក់វិលត្រឡប់ទៅភូមិឋានវិញយោងតាមសារព័ត៌មានថ្មីបានឲ្យដឹងថាក្រោយការអនុវត្តបាត់ឈប់បាញ់រវាងកម្ពុជាថៃបាន3ថ្ងៃមានពលរដ្ឋភៀសសឹកចំនួន 16,343 នាក់បានវិលត្រឡប់ទៅភូមិឋានវិញនេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃដោយគិតចាប់ពីល្ងាចថ្ងៃទី29រហូតដល់ម៉ោង1រសៀលថ្ងៃទី30ខែធ្នូក្រសួងមហាផ្ទៃបានបញ្ជាក់ថានៅថ្ងៃទី29ខែធ្នូមានពលរដ្ឋ 14,963 នាក់បានវិលចូលភូមិឋានវិញបើគិតត្រឹមរសៀលថ្ងៃទី30ខែធ្នូនេះវិញជនភៀសសឹក 1,380 នាក់ទៀតបន្តវិលត្រឡប់ទៅភូមិឋានវិញដែលធ្វើឲ្យជនភៀសសឹកនៅសល់សរុប 595,545 នាក់ក្នុងនោះស្ត្រី 310,844 នាក់និងកុមារ 187,292 នាក់របាយការណ៍បឋមរបស់ក្រសួងមហាផ្ទៃបានបង្ហាញទៀតថាខេត្តបន្ទាយមានជ័យមានសាលារៀន330កន្លែងរដ្ឋ246និងឯកជន84មន្ទីរពេទ្យនិងមណ្ឌលសុខភាព4កន្លែងនៅបន្តបិទចំណែក15កន្លែងទៀតបានដំណើរការឡើងវិញគណៈរដ្ឋបាលនៅថ្នាក់ស្រុកនិងឃុំសង្កាត់មួយចំនួនបន្តផ្អាកខេត្តព្រះវិហារសាលារៀន61កន្លែងនៅមន្ទីរពេទ្យនិងមណ្ឌលសុខភាព14កន្លែងនៅបន្តបិទផ្អាកគណៈរដ្ឋបាលនៅថ្នាក់ស្រុក1និងឃុំចំនួន6បានដំណើរការឡើងវិញខេត្តឧត្តរមានជ័យមានសាលារៀន260កន្លែងមន្ទីរពេទ្យនិងមណ្ឌលសុខភាព16កន្លែងរដ្ឋបាលថ្នាក់ខេត្ត1ក្រុងស្រុក2ឃុំសង្កាត់10និងប៉ុស្តិ៍នគរបាលរដ្ឋបាល1កន្លែងបានបន្តបិទទន្ទឹមនេះមានមន្ទីរពេទ្យនិងមណ្ឌលសុខភាព2កន្លែងរដ្ឋបាលស្រុកចំនួន3និងអង្គភាពកងកម្លាំងមានសមត្ថកិច្ច10រដ្ឋបាលឃុំ9និងប៉ុស្តិ៍នគរបាលរដ្ឋបាល18កន្លែងបានដំណើរការឡើងវិញគ្រប់សាលារៀនមន្ទីរពេទ្យមណ្ឌលសុខភាពនិងស្ថាប័នផ្ដល់សេវាសាធារណៈនានាទាំងស៊ីវិលព្រមទាំងកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តបាត់ដំបងបានដំណើរការឡើងវិញអស់ហើយនៅថ្ងៃទី30ខែធ្នូនេះដោយឡែកខេត្តកោះកុងមានសាលារៀន66កន្លែងបានបន្តបិទទ្វារគិតចាប់ពីថ្ងៃទី7ខែធ្នូមកការវាយប្រហារពីយោធាថៃបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលជាច្រើនកន្លែងរួមមានផ្ទះ160ខ្នងអគារស៊ីវិលឯកជនចំនួន7កន្លែងអគារស្នាក់នៅនិងសណ្ឋាគារ5កន្លែងស្ថានីយ៍ប្រេង1កន្លែងរថយន្ត33គ្រឿងម៉ូតូ1គ្រឿងលានទិញដំឡូង1អគារឃ្លាំងទំនិញ1បង្គោលអង្តែនទូរស័ព្ទ2ជង្រុកស្រូវ1សត្វពាហនៈនិងសត្វព្រៃ2ក្បាលការខូចខាតទ្រព្យសម្បត្តិសាធារណៈរួមមានសាលារៀន7កន្លែងមណ្ឌលសុខភាព2កន្លែងសំណង់អគារ14កន្លែងវត្តអារាម5កន្លែងសាលាឆទាន1រថយន្ត1គ្រឿងប្រាសាទបុរាណ4ស្ពាន5ផ្សារ1ផ្លូវ3ខ្សែនិងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី1ទីតាំងព្រះសង្ឃនិងជនភៀសសឹកស្នាក់នៅវត្តប្រាសាទគោកចករួមគ្នាដាំបន្លែទុកបរិភោគយោងតាមគេហទំព័រថ្មីនៅថ្ងៃអង្គារទី30ខែធ្នូឆ្នាំ2025បានចេញផ្សាយថាព្រះសង្ឃជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងវត្តប្រាសាទគោកចកក្រុងសៀមរាបនិងអាជ្ញាធរនាំគ្នារៀបចំដីទំនេរក្នុងបរិវេណវត្តដាំបន្លែទុកសម្រាប់បរិភោគប្រចាំថ្ងៃព្រះវិចិត្រវង្សាហែមកំសាន្តព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកបានសង្កដីកាថាការរៀបចំដីសម្រាប់ដីដាំបន្លែនេះគឺស្របតាមការណែនាំរបស់រដ្ឋបាលខេត្តដែលក្នុងនោះធ្វើយ៉ាងណាឲ្យពលរដ្ឋភៀសសឹកមានបន្លែហូបគ្រប់គ្រាន់និងបន្លែដែលដាំដុះដោយខ្លួនឯងវាកាត់បន្ថយចំណាយផងណាមួយទៀតដាំខ្លួនឯងមិនបារម្ភពីគីមីផងនេះជាសង្កដីកាព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកនៅពេលកំពុងឆ្លៀតដាំបន្លែនាថ្ងៃទី29ខែធ្នូអ្នកស្រីសឹមផល្លាអាយុ46ឆ្នាំជាពលរដ្ឋភៀសសឹកមកពីច្រកអូស្មាច់ខេត្តឧត្តរមានជ័យអ្នកស្រីរួមនឹងគ្រួសារកូនចៅសរុបជាង10នាក់បានមកស្នាក់នៅក្នុងវត្តប្រាសាទគោកចកតាំងពីថ្ងៃទី8ខែធ្នូជាង20ថ្ងៃមកនេះអ្នកស្រីនឹករលឹកដល់ផ្ទះសម្បែងនិងសង្ឃឹមថាអាចវិលត្រឡប់ទៅលំនៅឋានវិញឆាប់ៗចំពោះការដាំបន្លែនេះអ្នកស្រីសឹមផល្លាយល់ថាជាអ្វីដែលជនភៀសសឹកគួរធ្វើដើម្បីទប់ទល់នឹងការចំណាយប្រចាំថ្ងៃដោយមិនត្រូវពឹងផ្អែកទាំងស្រុងលើជំនួយពេកទេអ្នកស្រីបញ្យល់ដូចនេះថាយើងមិនដឹងថាទៅមុខស្រុកទេសយើងយ៉ាងណានោះទេណាមួយអ្នកនាំអំណោយមកយើងក៏មិនរហូតដែរគាត់ចេះតែឆ្លៀតលោកលីជួយយើងហើយស្រុកទេសដូច្នេះការរកស៊ីពួកគាត់ក៏មិនសូវល្អដែរត្បិតស្នាក់នៅក្នុងវត្តមានការយកចិត្តទុកដាក់ពីព្រះសង្ឃនិងមានស្បៀងអាហារហូបគ្រប់គ្រាន់ប៉ុន្តែអ្នកស្រីសឹមផល្លានៅតែគិតដល់ផ្ទះសម្បែងសត្វចិញ្ចឹមនិងទ្រព្យសម្បត្តិដែលមកដល់ពេលនេះមិនទាន់មានដំណឹង
ទោះបីមានបទឈប់បាញ់ប៉ុន្តែគ្រួសារអ្នកស្រីផល្លាមិនទាន់ហ៊ានទៅផ្ទះសម្បែងនៅឡើយស្ត្រីរូបនេះរំពឹងថានឹងមានសន្តិភាពពេញលេញហើយអ្នកស្រីនឹងអាចវិលត្រឡប់ទៅរកស៊ីបានធម្មតាវិញតាមសង្ឃដីការបស់ព្រះចិត្តវង្សាហែមកំសាន្តវត្តប្រាសាទគោកចកទទួលជនភៀសសឹកឲ្យស្នាក់នៅសរុបជាង200គ្រួសារនិងមួយចំនួនតូចបានវិលត្រឡប់ទៅលំនៅឋានវិញដែលក្នុងនោះមកពីខេត្តឧត្តរមានជ័យព្រះវិហារនិងបន្ទាយមានជ័យក្រៅពីទទួលជនភៀសសឹកមកស្នាក់នៅក្នុងនោះគណៈកម្មការវត្តសហការជាមួយអាជ្ញាធរនិងសប្បុរសជនបានរៀបចំចម្អិនអាហារ3ពេលសម្រាប់ពួកគាត់បរិភោគនេះបើតាមការបញ្ជាក់ពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកសូមជម្រាបថាបន្លែដាំដុះសម្រាប់ជនភៀសសឹកក៏មានដូចជាត្រកួនស្ពៃនិងបន្លែងាយដាំដុះឆាប់បានប្រមូលផលនាយឧត្តមសេនីយ៍សថេតកងកម្លាំងនគរបាលជាតិនៅតែបន្តប្រគៀកស្មាគ្នាយ៉ាងរឹងមាំតស៊ូក្រាញននាលជាមួយកងយុទ្ធពលខេមរភូមិន្ទដើម្បីការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិយោងតាមគេហទំព័រ CEN Cambodia Express News បានបញ្ជាក់ថាឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃអង្គារទី30ខែធ្នូឆ្នាំ2025នេះបានប្រកាសថាកងកម្លាំងនគរបាលជាតិនៅតែបន្តប្រគៀកស្មាគ្នាយ៉ាងរឹងមាំស្អិតរមួតតស៊ូក្រាញននាលជាមួយកងយុទ្ធពលខេមរភូមិន្ទដើម្បីការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិប្រឆាំងនឹងការឈ្លានពានរបស់បរទេសក្នុងសន្និបាតបូកសរុបសភាពការនិងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមប្រចាំឆ្នាំ2025និងដាក់ចេញទិសដៅការងារឆ្នាំ2026របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅទីស្តីការក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយ៍សថេតបានសម្ដែងនៅការគោរពកោតសរសើរដោយស្មោះនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរៈកងទ័ពនិងវីរៈកងកម្លាំងនគរបាលការពារព្រំដែនដ៏អង់អាចក្លាហានដែលបានតស៊ូក្រាញននាលយ៉ាងស្វិតស្វាញដោយធ្វើពលិកម្មគ្រប់បែបយ៉ាងនិងហ៊ានបូជាអាយុជីវិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងនិងខ្មាំងសត្រូវបរទេសឈ្លានពានដើម្បីការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីឲ្យបានគង់វង្សជូនជាតិនិងប្រជាជនឯកឧត្តមនាយឧត្តមសេនីយ៍សថេតបានអះអាងថាមនសិការស្នេហាជាតិមាតុភូមិប្រកបដោយវីរភាពអង់អាចក្លាហាននេះត្រូវបានចារឹកទុកនិងចងចាំជានិច្ចក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ចំនួនព្រមទាំងបានជំរុញនិងលើកទឹកចិត្តយុទ្ធជនយុទ្ធនារីខ្មែរគ្រប់រូបឲ្យបន្តត្រង់ត្រាប់យកគំរូវីរភាពនេះនិងធ្វើការតស៊ូប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវបរទេសឈ្លានពានដើម្បីការពារជាតិនិងទឹកដីឲ្យបានគង់វង្សជាដាច់ខាតគ្រប់កាលៈទេសៈទាំងបច្ចុប្បន្ននិងទៅអនាគតឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិក៏បានកោតសរសើរចំពោះវីរភាពរបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេសដែលបានតស៊ូពុះពៀជំនះរាល់គ្រប់ឧបសគ្គក្នុងការបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួនទាំងថ្ងៃទាំងយប់ដោយមិនគិតពីការនឿយហត់និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងហើយពេលខ្លះមានរបួសនិងពលីជីវិតថែមទៀតផងដើម្បីបុព្វហេតុជាតិមាតុភូមិនិងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងសង្គមជាតិទាំងមូលជាក់ស្ដែងតាមរយៈរបាយការណ៍របស់ឯកឧត្តមសេនីយ៍ឯកឆាយគំខឿនអគ្គស្នងការរងនគរបាលជាតិបានឆ្លុះបញ្ចាំងឲ្យឃើញថាក្នុងឆ្នាំ2025កន្លងទៅនេះអគ្គស្នងការដ្ឋាននគរបាលជាតិបានសម្រេចនូវស្នាដៃនិងសមិទ្ធផលថ្មីបន្ថែមទៀតជាច្រើនក្នុងការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិបានល្អប្រសើរបន្ថែមពីនេះឯកឧត្តមនាយឧត្តមសេនីយ៍សថេតក៏បានណែនាំឲ្យជំរុញចលនាអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដោយដាក់ចេញនៅផែនការវិធានការជំនាញក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទជាពិសេសបទល្មើសគ្រឿងញៀនអំពើជួញដូរមនុស្សជួញដូរពលកម្មនិងអាជីវកម្មផ្លូវភេទសកម្មភាពក្មេងទំនើងលបែងស៊ីសងខុសច្បាប់គ្រប់ប្រភេទការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ប្រព្រឹត្តលើអំពើឆក់បោកបទល្មើសសេដ្ឋកិច្ចដែលនាំឲ្យប៉ះពាល់ដល់សុខុមាលភាពអាយុជីវិតប្រជាពលរដ្ឋឯកឧត្តមនាយឧត្តមសេនីយ៍សថេតក៏បានជំរុញឲ្យបង្កើនការស្រាវជ្រាវស៊ើបអង្កេតនិងបោះសម្អាតបទល្មើសឆក់បោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីការពារកិត្តិយសប្រទេសជាតិទន្ទឹមនឹងនេះត្រូវខិតខំចាត់វិធានការបន្ទាន់ចុះអន្តរាគមន៍ភ្លាមតាមសំណើសុំអន្តរាគមន៍ពីគ្រប់ប្រភពសម្ដៅធានាដល់សុវត្ថិភាពជនដែលបានស្នើសុំអន្តរាគមន៍បើសិនបងប្អូនពេញចិត្តនៅវីដេអូនេះសូមជួយចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននូវព័ត៌មានថ្មីៗជាបន្តទៀត